បាទសួស្តីមិត្តជាងជាទីស្រឡាញ់ទាំងអស់គ្នាបាទថ្ងៃនេះចង់និយាយពី Borneo បន្តិចបាទ Borneo មាន update ច្រើនបើសិនថ្មីនេះបាទនេះ model ដែលវា support បាទគឺមាន Android មាន iPhone បាទមាន iPad laptop มันមានទេបាទ computer ក៏មានដែរហើយ Android មានច្រើនបាទស្ទើរតែគ្រប់ model ហើយតាក់ទងជាមួយនឹងការប្រើប្រាស់បច្ចុប្បន្នសប្តាហ៍ថ្ងៃនេះបាទយើងនិយាយពី BitMac របស់ Android មិនថា Android ថា iPhone គឺវា update ច្រើនបាទវាមានតម្លៃតិន័យយត់ម៉ូតហើយយើងងាយស្រួលក្នុងការវាស់បាទអញ្ចឹងសៀមានេះគឺ 2 in 1បាទយើងអាចមើលបានទាំង Android មើលបានទាំង iPhone បាទងាយស្រួលមែនតើសម្បីតែជើងតិន័យរបស់វាក៏វាមានតម្លៃយត់ម៉ូតឲ្យយើងមើលដែរបាទអញ្ចឹងងាយស្រួលអញ្ចឹងអ្នកខ្លះគ្រាន់តែចេះតែ active ទេតែមិនចេះមើលសៀមានឹងយ៉ាងម៉េចទេអញ្ចឹងអ្នក active ផ្សេងគ្រាន់តែយើង active តែដល់ពេលយើងមានចម្ងល់សួរគេថាត្រូវមើលបៀបម៉េចអត់ដឹងទេអត់ចេះមើលទេបាទគេគ្រាន់តែ active ឲ្យយើងទេអញ្ចឹងតម្លៃអាចខុសគ្នាតិចតួចទៅតាមហ្នឹងទៅអញ្ចឹងសម្រាប់អ្នកដែលមាន Borneo ហើយបាទមិនបានទិញពីខ្ញុំក្តីឬទិញពីខ្ញុំក្តីអាចចូលរៀនបានបាទសម្រាប់អ្នកដែលអត់បានទិញពីខ្ញុំគិតឲ្យ$10ទេបាទ12ខែនិយាយទៅគ្រាន់ជួយចេញថ្លៃភ្លៀងអីខ្លះបាទហើយតើតងជាមួយនឹង hardware solution គឺធ្វើបានច្រើនបាទហើយយើងអាចស្គាល់ពីទាំងអស់នេះបាទមិនថាយើងអត់ស្គាល់ទេនេះអាពាក្យនេះយើងត្រូវស្គាល់បើសិនណាជាយើងអត់ស្គាល់ពីទាំងអស់នេះទេយើងអត់ដឹងថាមើលមានមិនទេអត់ដឹងថាទូរស័ព្ទអត់ពលឺមានរូបអត់ពលឺអត់រូបអត់ទាំងពលឺហ្នឹងមើលកន្លែងណាកន្លែង mic speaker កន្លែងណាសេវាតាណា SIM តាណាសាកតាណាយើងអត់ដឹងកាលណាដែលយើងអត់ដឹងទិញទៅគឺចោលអញ្ចឹងបាទអញ្ចឹងងាយស្រួលមែនតើនៅរៀនជាមួយខ្ញុំមានលម្អិតនៅ option មួយនេះសម្រាប់ឲ្យយើងងាយយល់ក្នុងការដែលយើងមើលបាទមិនតកតទៅនឹងការបង្រៀនវាស់មានអីទេគាត់ថាខ្ញុំប្រាប់ពីរបៀបមើលឲ្យយើងយល់ថាពេលដែលទូរស័ព្ទនឹងខូចហ្នឹងត្រូវមើលថនណាបាទគឺវាមានទាំងអស់បាទ hardware solution มันមានអីកែប្រែទេគឺថានៅស្អាតដដែលទេបាទมันមានអីកែប្រែទេរូបភាពបាទតែអ្វីដែលប្លែកនោះគឺខ្ញុំសង្កត់ធ្ងន់ទៅលើ BitMac បាទ BitMac វាធ្វើបានស្អាតមែនទែនបាទទាំងពណ៌ទាំងរូបរាងទាំងអីឃើញច្បាស់មែនទែនបាទក្រហមលាយលៀងជាងតិន័យគឺច្បាស់យកតែមែនទែនហ្មងបាទយើងស៊ូមិនក៏អត់បែកដែរបាទយើងស៊ូមិនក៏អត់បែកដែរបាទយើងមានតិន័យយើងមានភ្លើងមានអីស្អីហើយយើងស្រួលមើលអញ្ចឹងយើងគ្រាន់តែវាស់ធ្វើតាមវាទៅបើសិនណាជាដាច់យើងតបើសិនណាជាខូចយើងដូរទៅបាទហើយយើងមើលចាក់ស្ដែងតាមហ្នឹងមកបាទហើយ iPhone ដូចគ្នាបាទ iPhone យើងមើលមកអានេះខ្ញុំមើលទៅលើ12 Pro Max បាទ12 Pro Max ក៏មានជាងតិន័យដូចគ្នាដែរបាទងាយស្រួលមែនតើក្នុងការវាស់រកកំហូចនៅពេលដែលវាខុសពីតម្លៃអ្វីមួយដែលខុសប្រក្រតីបាទតម្លៃដែលខុសប្រក្រតីគឺវាមានបញ្ហាអញ្ចឹងយើងអាចចុចមើលបានបាទគឺងាយស្រួលមែនតើបាទមានសមានេះមួយគឺងាយស្រួលសម្រាប់អ្នកដែលធ្វើ Android ហើយនិង iPhone គាត់ថា iPhone វាពិបាកត្រង់ដែលយើងមើលទៅលើ screen បន្តិចបាទវាអត់ធ្វើឲ្យ smooth ទេបាទថារឿងរ៉ូស៊ីគេចែកគ្នាស៊ីអញ្ចឹងឯងវាអត់ស្រួលមើលដូច ZW តែយើងអាចប្រើការបានបើសិនណាជាយើងចេះមើលបាទយើងអាចប្រើការបាននេះមើលមកយើងមើលស្រួលមកហើយយើងអាចបវល់បានទៀតមិនមែនថាពីមុនបវល់អត់បានទេអមថាយើងចង់មើលប្រឈមមើលប្តីយើងបវល់បានឃើញទេយើងចង់ដាក់មិនក៏បានយើងបវល់ស្រួមចុះស្រួមឡើងបវល់ត្រឡប់អីត្រឡប់វាអត់បានត្រឡប់វាដាក់មករួមទាំងអស់ហើយហ្នឹងនេះវាដាក់ទាំងអស់មកបាត់ហើយបាទបើ ZW វាមានមុខក្រោយវាមាន AB តែនេះអត់ទេវាដាក់មកយើងមើលទាំងអស់បណ្ដោយមិនពិបាកយើងត្រឡប់ត្រឡិននេះទេបាទគឺងាយស្រួលមែនតើសម្រាប់អ្នកដែលមាន Borneo Scale បន្តិចបាទមិនថាអ្នក active ពីណាទេអាចចូលគ្រប់រៀនជាមួយខ្ញុំបានចំណាយតែ$10ទេក្នុងមួយឆ្នាំបាទខ្ញុំក៏ត្រូវការចាយពេលវេលាដើម្បីធ្វើស្រាវជ្រាវឲ្យអ្នកទាំងអស់គ្នាដែរអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់ចំណាយលុយតិចតួចដើម្បីចូលរួមក្នុងការមើលតែបើមិនចង់ចូលមើលទៅក៏ហីទៅបាទគ្រប់ខ្ញុំវាអត់មានអីអស្ចារ្យទេបាទគ្មានអីអស្ចារ្យទេសម្រាប់អ្នកដែលចេះតែវាអស្ចារ្យសម្រាប់អ្នកដែលមិនចេះបាទ active កម្មវិធីទិញទៅឲ្យមិនចេះមើលស្មើនឹងយកទៅទុកចោលបាទយើងមើលមក hardware solution នៅលើ iPhone ក៏ដូចគ្នាបាទមានច្រើននិយាយទៅ iPhone វាធ្វើដល់បានច្រើន iPhone ហ្នឹងមិនតិចទេចាំមើលនេះ iPhone ណា iPhone វាធ្វើរហូតដល់ទៅ17 Pro Max បាទ17 Pro Max នេះមាន hardware solution ទៀតណា17 Pro Max BitMac មានទៀតតែគាត់ថា BitMac ដូចជាអត់មានជាងតិន័យទេដោយសារក្នុង ZW ក៏អត់មានដែរ17 Pro Max នេះយើងមើលមកគាត់ថាវាមានដៅ pin ឲ្យយើងដឹងចឹងអាណា resistance អាណាកង់ដង់អីចឹងទៅបាទវាមាន C មាន Air មានអីចឹងទៅ
Ba jeungបវល់បានអញ្ចឹងងាយស្រួលមែនតើមិនសមានីមួយគឺយើងអាចធ្វើបានទាំងពីរបាទទាំង Android ទាំង iPhone 2ក្នុងពេលតែមួយបាទសម្រាប់អ្នកដែលចង់បានអាចតាក់ទងមកខ្ញុំបានតម្លៃសមរម្យតម្លៃដដែលទេបាទតម្លៃអត់ផ្លាស់ប្ដូរទេគ្រាន់ថាអ្នកដែល active ឥឡូវហ្នឹងគឺខ្ញុំ free ចូលគ្រប់បាទមិនបង់លុយទេសម្រាប់អ្នកដែល active ថ្មីថ្មីណាតែសម្រាប់អ្នកដែល active ចាស់ចាស់ឬក៏អ្នកដែលមានសមា active ពីគេហើយចង់ចូលគ្រប់រៀនគឺបង់មួយឆ្នាំ$10បាទហ្នឹងខ្ញុំនិយាយបញ្ជាក់ឲ្យហើយ$10ហ្នឹងមិនមែនបានទាំងសីមាទេណាបាទគឺ$10សម្រាប់ចូលគ្រប់រៀនមើលឬក៏អ្នកដែលមិនតាន់មានលុយទិញសីមាអាចបង់លុយចូលគ្រប់រៀនសិនក៏បានដែរពេលដែលចូលពេលដែលទិញសីមាខ្ញុំអត់ទាញក៏អត់គិតលុយទេគឺខ្ញុំ free តែហ្មងបាទ iPad ក៏យើងមានដូចគ្នាបាទ iPad មានច្រើនបាទយើងមើលមកគឺមានច្រើនមែនតែនអាប់ដេតឲ្យចូលច្រើនណាស់ហើយពពុះទូរស័ព្ទដែលយើងប្រើhàng ngàyដូចពូ Oppo អញ្ចឹងបាទ Oppo ក៏មានច្រើនបាទឃើញទេមានស្ទើរតែក្រុម model ហើយ model ថ្មីគឺអាប់ដេតចូលរហូតបាទមួយថ្ងៃ4-10 model អ្នកទាំងគ្នាអាចតាមដានមើលFacebook ខ្ញុំផុសរហូតទេគឺខ្ញុំផុសរហូតគឺអាប់ដេតរាល់ថ្ងៃគាត់ថាមួយរយៈនេះវាអាប់ដេតថ្មីអញ្ចឹងដូចជាអត់ទាន់បានធ្វើកំណែតម្រង់ថ្មីទេដោយសារវាឥឡូវរវល់ធ្វើអានេះណាបាទយើងមើលមកឃើញថាមានច្រើនហើយមិនត្រឹមតែ Apple ណាស្អីក៏មានច្រើនដែរនិយាយទៅមានសមានីមួយដូចមានដាវទឹកនៅក្នុងដៃអញ្ចឹងតែបើដាវទឹកនៅក្នុងដៃអ្នកដែលមិនចេះប្រើវារបស់នឹងខ្លាចជារបស់អត់ប្រយោជន៍ទេបាទបានថាយើងអត់ស្គាល់តម្លៃពីវាអញ្ចឹងពេលអ្នកខ្លះ active តម្លៃគេខុសគ្នាមិន5រៀលមែនតែដល់ពេលសួរគេទៅថាអត់ទេគេដឹងតែ active ហើយតែជាមួយខ្ញុំខុសគ្នាបាទតម្លៃដែលយើងចង់ចូលគ្រប់រៀនគឺខ្ញុំប្រាប់ពីរបៀបមើលរបៀបចុចអីចឹងទៅបាទរៀលមីក៏មានច្រើនបាទហើយដល់ពេលបញ្ហាខ្លះ active អ្នក active មួយចំនួនខ្ញុំមិនបន្ទោសទេតែអ្នកខ្លះគាត់មកនិយាយមួយខ្ញុំអញ្ចឹងអាហ្នឹងរឿងរបស់គេខ្ញុំអត់ខ្វល់ទេតែគ្រាន់តែគេនិយាយអញ្ចឹងពេលមានបញ្ហាគេអាចចូលមកគេថាគេអត់ដឹងទេដឹងតែ active ហើយចប់ហើយអាហ្នឹងខ្ញុំមិនហ៊ាននិយាយថាអ្នកណាណីទេគឺសម្រាប់លើបងប្អូនជាអ្នកជ្រើសរើសទេខ្ញុំមិនបខំឲ្យមក active ខ្ញុំទេតែគ្រាន់ថាបើបងប្អូនចង់ active ខ្ញុំមាន active អញ្ចឹងណាបាទបងប្អូនទាំង active មាន active អញ្ចឹងសម្រាប់បងប្អូនមិនថាសីមាឬក៏ tool ផ្សេងបើសិនណាជា active ដើម្បីយករៀនខ្លួនឯងគឺតម្លៃរៀនខ្លួនឯងតែបើ active តម្លៃដែលបូករបៀបប្រើអាហ្នឹងខ្ញុំគិតទៅលើរបៀបប្រើបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេគ្រាន់ចង់បញ្ជាក់បងប្អូនថាសីមានេះយើងអាចមើលបានពីរបានមានទាំង iPhone មានទាំង Android បាទ Android គឺយើងដកតែ iPhone និង iPad ចឹងគេហៅតែ Android ហើយតិចថៃ Android នឹងស្អីគេអាហ្នឹងហើយ Oppo Vivo Huawei Samsung Xiaomi Mi LG Lenovo Lava អីចឹងទៅសិតតាអាហ្នឹងគេហៅ Android ហើយគេហៅថាដោបទិន្នន័យទាំងអស់ហៅថា Android iOS គឺសង្កត់ធ្ងន់ទៅលើ iPhone និង iPad ឬក៏ MacBook ហើយឬក៏ Apple Watch អញ្ចឹងទៅអាហ្នឹងជាក្រុមហ៊ុនរបស់ Apple គេហៅថា iOS ហើយតកតងក្រៅពីហ្នឹងគឺហៅថា Android មិនតកតងនឹង PC អីញ៉ៃទេអានេះខ្ញុំសង្កត់ធ្ងន់ទៅលើតែប៉ុណ្្នឹងទេបាទសម្រាប់មិត្តជាងត្រូវការ activate អាចតកតងមកខ្ញុំបានបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនានៃវីដេអូនេះសង្ឃឹមថាមិត្តជាងអាចនឹងយល់ពីអត្ថន័យនៃសីមានេះបានហើយចង់ active ឬក៏យ៉ាងណាអាចតកតងមកខ្ញុំបានបាទអរគុណច្រើន